ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់ជាទីគោរពនិងសូមស្វាគមន៍បងប្អូននិស្សិតទាំងអស់ជាទីស្រឡាញ់រាប់អានខ្ញុំបាទឈ្មោះសែមបណ្ណាជាគ្រូបង្រៀននៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញអំពីទម្រង់ការរុំបងយឺតនៅកំភួនជើងជារបៀបស្ពាយត្រឡប់សម្រាប់បណ្ដុះបណ្ដាលដល់និស្សិតផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាកនិងឆ្មបតកតងទៅនឹងទម្រង់ការរុំបងយឺតនៅកំភួនជើងជារបៀបស្ពាយត្រឡប់យើងមានសម្ភារៈដូចជាសំណុំលិខិតរបស់អ្នកជំងឺថាសធំស្អាតនៅលើថាសធំស្អាតយើងដាក់ស្រោមដៃស្អាតមួយគូថាសតូចស្អាតដែលមានប៉ាំងដេកូកសេគួបមានកំប្រេសស្អាតនិងបងយឺតដែលមានទទឹង6ទៅ10សង់ទីម៉ែត្រនិងបាសាំងអារីកូអំបញ្ញមិញខ្ញុំបាននិយាយអំពីសម្ភារៈដែលត្រូវប្រើសម្រាប់រុំបងយឺតនៅកំភួនជើងជារបៀបស្ពាយត្រឡប់ឥឡូវខ្ញុំនឹងបង្ហាញអំពីបច្ចេកទេសក្នុងការអនុវត្តទម្រង់ការរុំបងយឺតនៅកំភួនជើងជារបៀបស្ពាយត្រឡប់ដូចតទៅពិនិត្យមើលសំណុំលិខិតរបស់អ្នកជំងឺនិងវិជ្ជាបញ្ជារបស់គ្រូពេទ្យពិនិត្យមើលពីទម្រង់ការដែលត្រូវធ្វើប៉ង់ស៊ីម៉ង់ប្រភេទប៉ង់ស៊ីម៉ង់និងថ្នាំដែលត្រូវប្រើណែនាំខ្លួនបញ្យល់ទម្រង់ការដល់អ្នកជំងឺនិងសុំការអនុញ្ញាតធ្វើទម្រង់ការជំរាបសួរបងប្អូនឈ្មោះពិសិដ្ឋមែនទេបាទខ្ញុំបាទឈ្មោះសែមបណ្ណាជាគិលានុបដ្ឋាកថៃតំនៅផ្នែកនេះខ្ញុំមកដើម្បីធ្វើការរុំបងយឺតនៅកំភួនជើងជូនបងប្អូនដើម្បីឲ្យឆាប់ជាសះស្បើយអញ្ចឹងខ្ញុំអនុញ្ញាតរុំបងឲ្យបងប្អូនបានទេបាទលាងដៃពាក់ស្រោមដៃស្អាតដាក់ស្ថានភាពអ្នកជំងឺឲ្យអង្គុយនៅលើកៅអីនិងទ្រចុងជើងអ្នកជំងឺឲ្យខ្ពស់បន្តិចជូតសម្អាតស្បែកឲ្យស្ងួតដោយកំប្រេសស្អាតយកប៉ាំងដេកូកសេគួបចាប់យកកំប្រេសជូតសម្អាតស្បែកឲ្យស្ងួតសព្វល្អទ្រទប់ចុងជើងអ្នកជំងឺឲ្យមានលំនឹងសូមជំនួយរបៀបកាន់បងដើម្បីរុំត្រូវកាន់បងដៃស្ដាំឬដៃឆ្វេងដោយរមូរបងផ្ងាចាប់ផ្ដើមការរុំត្រូវលាកបងឲ្យបានប្រវែង4សង់ទីម៉ែត្រជាមុនសិនរួចរុំត្រួតលើគ្នាចំនួន2ជុំនៅចុងនៃកំភួនជើងខាងក្រោម
បន្តការរុំទៅផ្នែកខាងលើកំភួនជើងបន្តការរុំជារបៀបស្ពាត្រឡប់តរុំបងកុំឲ្យតឹងពេកឬធូរពេកឬម្ដងតឹងម្ដងធូររក្សាភាពត្រួតស្មើត្រួតគ្នានៃបងកុំឲ្យញឹកឬរង្វិលពេកឬម្ដងញឹកម្ដងរង្វិលប្រហែល1ភាគ2ឬ2ភាគ3នៃទទឹងបងមុនបញ្ចប់ការរុំត្រូវរុំបងត្រួតលើគ្នាចំនួន2ជុំសិនរួចបិទឬកឹបត្រង់កន្លែងដែលมันបណ្ដាលឲ្យមានការប៉ះពាល់ដល់ចលនានិងការឈឺចាំពិនិត្យមើលចរន្តឈាមនិងភាពសុខស្រួលក្រោយពេលរុំពិនិត្យមើលជីពចរពេទ្យពិនិត្យមើលភាពស្វាយនៅចុងម្រាមជើងអូនប្រុសតើមានការឈឺចាប់មានស្ពឹកស្រពន់នៅត្រង់កន្លែងរុំនេះទេអត់ទេបងអូនប្រុសសម្រួលជើងទៅក្រោមដាក់ឲ្យសុខស្រួលឡើងវិញបងអូនប្រុសការពេលឡើងរុំនេះកុំឲ្យមានការប៉ះទង្គិចដែលបណ្ដាលឲ្យមានការឈឺចាប់ដោះស្រោមដៃបោះចោលទៅក្នុងធុងសម្រាមលាងដៃកត់ត្រាពីកាលបរិច្ឆេទនិងពេលវេលានៃការធ្វើរុំបងយឺតនៅកំភួនជើងនិងរាយការណ៍ពីភាពមិនប្រក្រតីជូនទៅគិលានុបដ្ឋាឬគ្រូពេទ្យទទួលបន្ទុកបន្តនៅពេលនេះតម្រង់ការអនុវត្តការរុំបងយឺតនៅកំភួនជើងត្រូវបានបញ្ចប់សូមអរគុណ